ឯកឧត្តមទេពអាសនរិទ្ធណែនាំយុវជនឲ្យប្រើបច្ចេកវិទ្យាឲ្យចំគោលដៅនិងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយឯកឧត្តមទេពអាសនរិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឲ្យប្រើបច្ចេកវិទ្យាឲ្យចំគោលដៅការសិក្សាស្រាវជ្រាវព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្ដាញសង្គមការណែនាំនេះធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី2នៅវិទ្យាល័យរវាងខេត្តព្រះវិហារនាព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2026ដោយមានការចូលរួមពីលោកនពវុធីអភិបាលរងខេត្តព្រះវិហារលោកអភិបាលរងស្រុករវៀងលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តលោកនាយកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រមាណជាង 1000 នាក់ឯកឧត្តមទេពអាសនរិទ្ធបានផ្ដល់ដំបូន្មានដល់សិស្សានុសិស្សកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យឲ្យប្រើប្រាស់បច្ចេកវិទ្យាដើម្បីទទួលចំណេះដឹងតាមប្រព័ន្ធ Digital ដែលក្រសួងអប់រំយុវជននិងកីឡាបានបង្កើតឡើងនិងទទួលព័ត៌មានវិជ្ជមានពីបណ្ដាញសង្គមផ្សេងៗសម្រាប់ការសិក្សានិងធ្វើលំហាត់អនុវត្តជាក់ស្ដែងឲ្យបានចំគោលដៅនៅពេលដែលយើងប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវតាមគោលដៅវានឹងផ្ដល់ផលប្រយោជន៍និងផ្ដល់តម្លៃមកឲ្យយើងវិញយើងអាចទទួលបាននូវចំណេះដឹងបន្ថែមក្រៅពីអ្វីដែលបានរៀននៅក្នុងថ្នាក់និងអ្វីដែលលោកគ្រូអ្នកគ្រូបានផ្ដល់ឲ្យតាមរយៈមធ្យោបាយ Digital នៅលើដៃរបស់យើងនេះយើងអាចបង្កើនចំណេះដឹងបានជាប្រចាំថ្ងៃពេលខ្លះនៅពេលដែលយើងធ្វើការស្រាវជ្រាវលើប្រធានបទណាមួយយើងត្រូវប្រើប្រាស់ទូរស័ព្ទដើម្បីស្វែងរកព័ត៌មានដែលក្រសួងអប់រំផ្ដល់ឲ្យនៅក្នុងកម្មវិធី App របស់ក្រសួងអប់រំមានចំណេះដឹងជាច្រើនដែលជួយបង្កើនពុទ្ធិនិងចំណេះដឹងបន្ថែមដូច្នេះសូមឲ្យការប្រើប្រាស់បច្ចេកវិទ្យាឲ្យត្រូវគោលដៅបែបនេះដើម្បីបម្រើឲ្យប្រយោជន៍នៃការសិក្សារបស់យើងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាតនិងប្រសើរជាងមុនជាមួយគ្នានេះដែរឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានព្រមានថាការប្រើប្រាស់បច្ចេកវិទ្យា Digital ខុសគោលដៅដូចជាការលេងហ្គេមមិនចេះគិតឬការចែកចាយព័ត៌មានមិនពិតនាំឲ្យបាត់បង់ពេលវេលានិងថវិកាព្រមទាំងប៉ះពាល់ដល់អនាគតហើយងាយក្លាយជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធអនឡាញផងដែរក្នុងន័យនេះឯកឧត្តមបានក្រើនរំលឹកដល់យុវជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចែករំលែក share ព័ត៌មានណាមួយការពិនិត្យផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់មុននឹងចុចចែករំលែកគឺជាទង្វើដ៏សំខាន់ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតឬព័ត៌មានដែលមានលក្ខណៈបំភាន់ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខសង្គមនិងកិត្តិយសបុគ្គលឯកឧត្តមបានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ឲ្យប្រែក្លាយខ្លួនជាកម្លាំងចលករប្រកបដោយមនសិការនិងការទទួលខុសត្រូវក្នុងសង្គម Digital ឯកឧត្តមបានសង្កត់ធ្ងន់ថាការរួមគ្នាបញ្ចប់ការចែករំលែកព័ត៌មានមិនពិតនិងការចូលរួមផ្សព្វផ្សាយតែអ្វីដែលជាការពិតវិជ្ជមាននិងមានប្រយោជន៍សម្រាប់សហគមន៍គឺជាការរួមចំណែកក្នុងការការពារសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនជាមួយបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពនិងលំហព័ត៌មានគុណភាពលោកនពវុធីអភិបាលរងខេត្តព្រះវិហារបានមានប្រសាសន៍ថាយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី2ដែលដឹកនាំដោយក្រសួងព័ត៌មាននេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងបរិបទដែលបច្ចេកវិទ្យា Digital និងបណ្ដាញទំនាក់ទំនងសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័សសប្តាហ៍ថ្ងៃនេះប្រជាពលរដ្ឋជាពិសេសយុវជននិងសិស្សានុសិស្សអាចទទួលបានព័ត៌មានលឿនរហ័សងាយស្រួលនិងទូលំទូលាយជាងពេលណាទាំងអស់នេះជាឱកាសដ៏ល្អសម្រាប់ការសិក្សាស្រាវជ្រាវការទំនាក់ទំនងនិងការអភិវឌ្ឍចំណេះដឹងសិស្សានុសិស្សទាំងអស់នៅវិទ្យាល័យរវាងបានបដិញ្ញាចិត្តយ៉ាងមោះមុតក្នុងការចូលរួមជាមួយនឹងក្រសួងព័ត៌មានក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយពួកគេសូមបដិញ្ញាចិត្តនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនិងចូលរួមលើកកម្ពស់ចំណេះដឹងក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់និងពង្រឹងចំណេះដឹងព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសាលារៀននិងសហគមន៍យើងសូមបញ្ជាក់ថាយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី2ក្រៅប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី13ខែឧសភាឆ្នាំ2026នៅវិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំក្រោមអធិបតីភាពឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រស
សួងព័ត៌មានយុទ្ធនាការជំហានទី2នេះបាននឹងកំពុងធ្វើដំណើរទៅតាមបណ្ដាវិទ្យាល័យអនុវិទ្យាល័យក្នុងរាជធានីភ្នំពេញខេត្តព្រះវិហារតាកែវកំពង់ស្ពឺកំពតនិងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់នៅទូទាំងប្រទេសក្នុងឆ្នាំ2026នេះ